và đây còn ổn sản xuất này và chẳng lời ngày mốt thìយើងសិក្សាពី Happy Birthday បាទទំព័រទី2បាទអញ្ចឹងថ្ងៃនេះយើងចូលទៅទំព័រទី3បាទយើងចូលទៅទំព័រទី3យើងរៀនបាទនេះនៅសញ្ញាចុកបិចនេះបាទដូចជាពាក្យ read the letter បាទ follow the picture follow the picture ហើយនេះគឺជាពាក្យកំណត់របស់យើងបាទដូចជាពាក្យជាមានពាក្យ apple ពាក្យ an បាទ an ឬក៏ខ្លះទៅក៏ an ហើយយើងទៅពាក្យបន្តទៀតគឺពាក្យ dress បាទពាក្យ dress ហើយមានពាក្យ dot sheet បាទ dot sheet បាទ dot sheets មានពាក្យ dot sheet ហើយនឹងពាក្យ line បាទ line យើងប្រែថាម៉េចបាទយើង line យើងប្រែថាម៉េច dot sheet យើងប្រែថាម៉េច dress យើងប្រែថាម៉េច arm យើងប្រែថាម៉េច apple យើងប្រែថាម៉េចបាទអញ្ចឹងយើងពាក្យគន្លឹះរបស់យើងសិនមកដូចជាពាក្យ apple យើងប្រែថាផ្លែប៉ោម apple ផ្លែប៉ោមដូចជាពាក្យ an គឺស្រមោចពាក្យ an ស្រមោចហើយមួយទៀតគឺពាក្យ dress ហ្នឹងប្រែថាស្នាមឬក៏ដានមួយទៀតគឺពាក្យ dot sheet យើងប្រែថាចុចចំណុចបាទចុចចំណុចសញ្ញាចុចនេះបាទនេះចំណុចចុចនេះហ្នឹងគេហៅថា dot sheet line គឺយើងប្រែថាបន្ទាត់បាទបន្ទាត់ line បន្ទាត់ដែលយើងទូនេះទូចុចយ៉ាងមកអានេះគេហៅថាសញ្ញាចុចហ្នឹងបងបាទ line បាទយើង line នេះគឺប្រែថាបន្ទាត់បន្ទាត់យើងគូសមិនមែនបន្ទាត់ដែលយើងយកមកគូសទេបន្ទាត់យើងយកមកគូសហ្នឹងគឺ ruler បាទអានេះគេថា line នេះគឺខ្សែបន្ទាត់ឥឡូវយើងបកប្រែនៅឃ្លារបស់យើងមកដូចជាពាក្យ read the letter យើងថាអានអត្ថបទបាទ read the letter អានអត្ថបទ color the picture គឺគេឲ្យយើងលាបពណ៌រូបភាពបាទរៀបពណ៌រូបភាពដែលមាន letter A គឺ apple ហើយនឹង N បាទ apple យើងប្រែថាផ្លែប៉ោមបាទអញ្ចឹងនៅមេរៀននេះគេឲ្យយើងធ្វើការហាត់ពណ៌បាទធ្វើការលាបពណ៌នៅលើពាក្យថាស្រមោចហើយនឹងផ្លែប៉ោមនេះបាទហើយមកទៀតគឺ trace the dot sheets line to form a and a បាទថា alphabet a and a គឺ a ធំហើយនឹង a តូច the trace the dot sheets line to form a and a បាទថាចូលគូសបន្ទាត់ចូលគូសតាមបន្ទាត់បាទចូលគូសតាមបន្ទាត់ចំណុចបាទចំណុចចុចដើម្បីបង្កើតជាអក្សរ A បាទដើម្បីបង្កើតជាអក្សរ A to form នេះគឺដើម្បីបង្កើតជាអក្សរ A តូចហើយនិង A ធំអញ្ចឹងកន្លែងហ្នឹងគឺជាឲ្យយើងធ្វើការគូសបាទគូសតាមនេះគឺតាមបន្ទាត់ហ្នឹងគូសតាមបន្ទាត់ហ្នឹងបាទបន្ទាត់ចំណុចចុចហ្នឹងបាទដើម្បីបង្កើតបានជាអក្សរ A តូចហើយនិង A ធំបាទនេះគឺយើងគូសតាមមកសម្រាប់យើងអ្នករៀនដំបូងបាទកើតមកឆ្វាច់កើតអីគឺមានឃើញយើងគឺឃើញមានរបៀបទី1គឺ number 1 បាទ number 2 number 3គឺជាវិធីសាស្ត្រមួយដែលជួយឲ្យយើងឆាប់សរសេរឆាប់ចេះបាទវិធីគឺ number 1 A តូចជាងជារង្វង់មួយមកហើយយើងគូសពីលើមួយមកកើតទៅជា A តូចហើយបាទ
ហើយកន្លែង learning objective នេះគេថាគោលបំណងនៃការរៀនអញ្ចឹងគោលបំណងនៃការរៀនគឺ to identify the sound that the letter A make បាទគឺដើម្បីស្គាល់សំឡេងដែលអក្សរ A បញ្ចេញបាទគឺគោលបំណងគឺយើងរៀនបញ្ចេញនូវសំឡេងអក្សរ A to trace the uppercase letter and letter A and lowercase letter the A ដើម្បីហាត់គូសតាមអក្សរធំហើយនិងអក្សរតូចបាទអញ្ចឹងសម្រាប់មេរៀននេះគឺមានតែប៉ុណ្្នឹងហើយយើងចាំជួបគ្នានៅ page 3 page 4 ជាបន្តទៀតបាទអញ្ចឹងសម្រាប់មេរៀននេះគឺតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយបន្ត